review បន្ទប់គេង$165មួយយប់នៅកោះរ៉ុង ហើយនេះគឺជាទេសភាពដើរទៅកាន់បន្ទប់ដែលខ្ញុំគេងហ្នឹង វីដេអូនេះយូរហើយតាំងពីដើមខែ4 ប៉ុន្តែទើបតែបានកាត់ដោយសារតែពេល trip ហ្នឹងទៅលឿនៗអត់មានកម្រងអីទេមុនពីរថ្ងៃមិត្តភក្តិ boyfriend ហៅទៅប៉ុន្តែស្ដាយទេសភាពស្ដាយកន្លែងល្អអញ្ចឹងក៏កាត់វីដេអូហ្នឹងបានឲ្យបងប្អូនមើលពីទេសភាពនៅឆ្នេរប្រាសាទក៏ដូចជា review បន្ទប់គេងនៅ Temu Resort ហ្នឹងផងដែរ Temu ឬក៏កន្លែងគេងនេះហ่าបើសិនជាឲ្យខ្ញុំគេងម្នាក់ឯងខ្ញុំអត់ហ៊ានហ្មងយីមែន It's such a vibe only មានគ្នាបងម្នាក់ឯងអូខ្ញុំអត់ចេះប៉ុន្តែ yes environment របស់គេស្ងាត់ខ្ញុំចូលចិត្តខ្លាំងមែនតើអ្នកណាដែលគាត់ចូលចិត្តស្ងប់ស្ងាត់មកនេះគឺត្រូវហ្មងជា concept លក្ខណៈបែប wildlife ជាលក្ខណៈប្រភេទបែបស្បូវអញ្ចឹងណាហើយនៅខាងក្នុងមានម៉ាស៊ីនត្រជាក់នៅខាងក្នុងហើយត្រជាក់ខ្លាំងពុកគេវិញឡងតុនល្មើយគេលក់ស្រួលខ្លាំងបន្ទប់គេធំគ្រាន់តែភ្លើងរបស់គេធ្វើលក្ខណៈបែបអ៊ីវដូចយើងនៅព្រៃនៅអីអញ្ចឹងណាទៅគឺគេធ្វើជាលក្ខណៈបែប nested camp ណាអញ្ចឹងនៅខាងក្នុងតង់ហ្នឹងគឺបើក រូតមួយតង់ទៀតឃើញបន្ទប់ទឹកធំខ្លាំងគ្រាន់តែអាកន្លែងងូតទឹកហ្នឹងអត់មានប្រដាប់បាញ់គូទេហើយនៅហ្នឹងធម្មតាចិត្តសមុទ្រចិត្តព្រៃភ្នំអញ្ចឹងវាមានសត្វច្រើនមកបងទៅកុំភ្លេចបិទឲ្យចិត្តសម្ភារៈរបស់គេមានច្រើន mini bar មានកៅអៅមាន closet មានពិលមានមួកត្នោតគេហ្នឹងតតែមកវិញឯងបើខ្ញុំដឹងថាគេមានអត់បានពាក់ទៅសមុទ្រពេលយើងចូលមកមាន welcome drink មានអាងហែលទឹកហើយកន្លែងអាងហែលទឹករបស់គេនឹងស្អាតខ្ញុំស្រឡាញ់ហ្មងនៅពេលដែលយើងថតអាពេលយប់ហើយមួយពេលថ្ងៃ Oh my god it's such a resort របស់គេនឹងមិនថាថ្ងៃមិនថាយប់គឺស្អាតហ្មង like វាមិនទៅវាឡើង feeling so កន្លែងភោជនីយដ្ឋានអីរបស់គេហ្នឹងក៏រៀបមកស្អាតដែរហើយជាពិសេសហ្នឹងពេលយប់ឡើងគឺពួកខ្ញុំនឹងអង្គុយអាកន្លែងពុករបស់គេនៅខាងចិត្តមាត់សមុទ្រអូយឡើងវាមានភ្លើងតិចអីចឹងលេងបៀមានអីលយដែរឡើងជាហ្មងហើយខ្ញុំជួយចិត្ត vibe នៅនេះខ្លាំងដោយសារតែវាស្ងាត់ប៉ុន្តែរៀងពិបាករកអីញ៉ាំដោយសារតែជាម្ហូបលក្ខណៈបែបម្ហូបអឺរ៉ុបអញ្ចឹងអត់ត្រូវមួយពួកយើងអាស៊ីសំបីកាទៀវអីចឹងគឺគេប្រើធុងមាន់និយាយទៅអត់ជាតិអត់ជើទេតែបើអ្នកគេចូលចិត្តញ៉ាំម្ហូបអឺរ៉ុបអីអត់អីទេបើដូចខ្ញុំចេះញ៉ាំតែម្ហូបហើយសេវាកម្មគេល្អអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តរបៀបបែបស្ងប់ស្ងាត់អីខ្ញុំ recommend មកឆ្នេរប្រាសាទនៅ Temu Resort នឹងខ្លាំងមែនតើខ្ញុំគិតថា$165ហ្នឹងគឺដូរបាននៅឧបករណ៍ទាំងអស់នេះដូចជាការជិះកាយ៉ាកដូរបាននៅទេសភាពដែលស្រស់ស្អាតស្ងប់ស្ងាត់ដកដង្ហើមស្រួលការរស់នៅដ៏ស្ងប់សុខមួយដែលចាក់ចែងពីពិភពដ៏រញ៉េរញ៉ៃនៅទីក្រុងបានមួយផ្លែតដែរប៉ុន្តែជិះទូកគឺយើងជិះទូកមក direct នៅនេះផ្ទាល់ហ្មងអត់ជិះមួយគេឆ្នេរគេផ្សេងដូច long set អីទេ direct អញ្ចឹងអស់ថ្លៃជាងទូកធម្មតាប៉ុន្តែពេលដែលយើងជិះមកខាងឆ្នេរប្រាសាទនេះគឺរលកស្ងប់អាហ្នឹងការខែខ្ញុំទៅណាខុសពីខ្ញុំធ្លាប់ទៅ long set អាខែខ្ញុំទៅនឹងដូចគ្នាដែរតែរលកគេធំមកនេះគឺរលកស្ងប់ខ្ញុំ detail នៅវីដេអូបន្ទាប់